សូមអនុមោទនាស្ដាប់នៅព្រះធម៌ទៀតនៅក្នុងខ្សែអាចសម្លេងព្រះធម៌ខ្សែលេខទី140ចំហៀងទី1គ្រានេះគឺយើងនឹងសិក្សានៅព្រះធម៌ដើម្បីបន្តចំណេះដឹងឲ្យកាន់តែច្រើនអំពីព្រះពុទ្ធសាសនានៃយើងការសិក្សានៅព្រះធម៌ហ្នឹងគឺខ្ញុំកណាខ្ញុំបានសម្ដែងនៅព្រះសូត្រលាយច្រើនមិនមែនសិក្សាតែព្រះអភិធម្មសុទ្ធនោះទេណាគឺសិក្សាទាំងស្វែងយល់អំពីវិន័យខ្លះផងនិងកិច្ចបដិបត្តិនៅធម៌ដទៃទៀតជាបដិបទាដើម្បីចេញចាកអំពីសង្សារទុក្ខនេះក្នុងវដ្តសង្សារតែងតែមាននៅរឿងរ៉ាវកើតមិនចេះឈប់ឈរណាកើតជានិច្ចក្នុងជីវិតប្រចាំថ្ងៃរបស់យើងម្នាក់គឺតែងតែមានជារឿងធម្មតានៃជីវិតដែលរស់នៅក្នុងវដ្តនេះកាលដែលមានជីវិតក្នុងវដ្តប្រកបទៅដោយខន្ធទុក្ខហើយដែលថាមិនអោយបញ្ចខណ្ឌនោះទទួលនៅរឿងរ៉ាវឬក៏ទទួលនៅធម៌មានអារម្មណ៍មិនបានឡើយគឺត្រូវតែទទួលទោះបីអារម្មណ៍នោះល្អក៏ដោយមិនល្អក៏ដោយទៀតណាគឺតែងតែមកប៉ះខ្ទប់នឹងអាយតនៈខាងក្នុងជារៀងរាល់ថ្ងៃពុំខានឡើយដូច្នេះជីវិតក្នុងវដ្តនេះគឺជាទុក្ខយ៉ាងពិតប្រាកដគ្មានអ្វីកែប្រែទៅបានគួរឲ្យនឿយណាយគួរឲ្យធុញទ្រាន់ណាស់សេចក្តីសុខកើតឡើងមួយពេលឬមួយខណៈក៏មានការបែកធ្លាយអស់ទៅមិនតាំងនៅទេពាក្យសរសើរឬក៏មានយសមានលៀបយ៉ាងណាក៏មានការរលត់ទៅជាធម្មតាសេចក្តីទុក្ខនិន្ទានិងអពយសអត់លៀបគឺមានបន្តបន្ទាប់ណាជារឿងពិតនៅក្នុងជីវិតរបស់មនុស្សម្នាក់មិនអាចដើម្បីនឹងកាត់ផ្ដាច់មិនឲ្យក្រសែនៃអកុសលកម្មនិងកុសលកម្មមិនឲ្យផលនោះមិនបានឡើយគឺត្រូវតែឲ្យផលជាបន្តបន្ទាប់ដល់ហើយទៅសំបីតែព្រះមោគលានថេរៈដែលលោកជាអ្នកមានរិទ្ធមានអានុភាពច្រើនក៏គង់មានការទទួលនៅអកុសលវិបាកក្នុងជីវិតរបស់លោកជារឿងធម្មតាណាគឺថាជីវិតនេះនាំមកនៅបញ្ហាច្រើនប្រការណាស់ទុកដាក់នៅក្នុងសន្តានរងចាំឱកាសដើម្បីនឹងឲ្យផលណាពីព្រោះជីវិតនេះប្រកបទៅដោយបញ្ញខណ្ឌជាបរមត្តធម៌មិនមែនជាការបង្កើតរបស់មេព្រំអតិទេពណាមួយឡើយគឺជាការកើតឡើងដោយមានបច្ច័យបំរុងតាក់តែងទើបកើតឡើងដូច្នេះជីវិតនឹងមានកុសលកម្មផងអកុសលកម្មផងជាអ្នកតាក់តែងឲ្យរស់នៅក្នុងជីវិតនឹងសត្វខ្លះក៏រស់នៅដោយអាស្រ័យអកុសលជាអ្នកតាក់តែងសត្វខ្លះក៏រស់នៅដោយកុសលជាអ្នកតាក់តែងដូចជាសត្វនៅក្នុងអបាយភូមិមាននរកប្រែតអសូរកាយទេរឆានដែលពោពេញទៅដោយសេចក្តីទុក្ខសម្បើមគឺអកុសលជាអ្នកតាក់តែងឲ្យសត្វទាំងអស់នោះរស់នៅមានអាយុវែងសម្រាប់ទទួលនៅសេចក្តីទុក្ខដូចជាសត្វនរកអវិជ័យនរកមានអាយុរហូតដល់មួយមហាកប្បអីហ្នឹងអាហ្នឹងគឺជាអកុសលជាអ្នកតាក់តែងឲ្យរស់នៅដើម្បីទទួលទុក្ខទៅណារីឯពពួកទេវតាកុសលជាអ្នកបំរុងតាក់តែងនឹងក៏ឲ្យមានសេចក្តីសុខរហូតច្រើនរយពាន់ឆ្នាំទឹកម៉ឺនឆ្នាំទឹកអញ្ចឹងទៅណានឹងកុសលជាអ្នកបំរុងតាក់តែងធ
រទាំងពីរនេះកុសលក្តីអកុសលក្តីគឺជាសង្កតធម៌ជាធម៌ដែលមានបច្ច័យប្រជុំតតែងដើម្បីនឹងបង្កប់បញ្ជាបានឡើយគឺជាធម៌ដែលមានហេតុរបស់ធម៌នោះអត់មែនមានយើងមានបកណាគុណម្ចាស់ឬមានញាតិញោមជាអ្នកបញ្ជាបង្គាប់ចង្អុលបង្ហាញឲ្យប្រព្រឹត្តទៅតាមកន្លងនៃចិត្តដែលយើងចង់បាននោះទេណាគឺជាធម៌មួយដែលប្រព្រឹត្តទៅតាមហេតុរបស់ខ្លួនកាលដែលមានការយល់ហេតុយល់បច្ច័យនៃធម៌យ៉ាងនេះហើយក៏មានសេចក្តីនឿយណាយធុញទ្រាន់ឃើញថាខណ្ឌ5ហ្នឹងគឺថាជារបស់ទុក្ខមិនមែនជារបស់ខ្លួនបង្កប់បញ្ជាមិនបានក៏នឿយណាយហើយក៏មិនប្រកាន់នៅក្នុងខណ្ឌហ្នឹងសំបីត្រូវអ្នកដទៃមានការប្រមាថមើលងាយតេះដៀលឬក៏មានការធ្វើទុកជាមួយយើងយ៉ាងណាក៏មិនមានសេចក្តីប្រកាន់អីពីព្រោះអានឹងវាជារឿងរបស់ខណ្ឌ5បើយើងមិនមានខណ្ឌទេនោះតើអ្នកណានឹងបៀតបៀនយើងបានដូច្នេះអានេះវាជារឿងទោសរបស់ខណ្ឌណាក៏មិនឃើញទោសរបស់អ្នកដទៃឃើញតែទោសនៃខណ្ឌខ្លួនឯងណាជាបន្តទៅខ្ញុំបកដាខ្ញុំបាននឹងសម្ដែងនៅមង្គលសូត្របន្តទៀតទៀតអំពីរឿងការទំនប់បំរុងមេត្តាបិតាគឺជាមង្គលដ៏ឧត្តមដែលព្រះដ៏មានព្រះភិក្ខជាម្ចាស់នៃយើងព្រះអង្គទ្រង់ត្រាស់សម្ដែងពីរោះណាស់ណាគឺបុត្រធីតាណាដែលមានការចិញ្ចឹមរាប់អានមេត្តាបិតាដោយសេចក្តីគោរពនឹងបុត្រធីតានោះរមែងមាននៅមង្គលដាក់ក្នុងខ្លួនមិនថាបុត្រនោះជាអ្នកក្រីក្រខ្សត់ទ្រព្យសម្បត្តិយ៉ាងណាទេឬក៏មានទ្រព្យយ៉ាងណាទេណាគ្រប់គ្នាទាំងអស់ឲ្យតែមានការស្រឡាញ់រាប់អានមេត្តាបិតាអានឹងគឺជាមង្គលនៅក្នុងសន្តានរបស់បុត្រធីតានោះគ្រប់គ្នាប៉ុន្តែបើមានទ្រព្យធនធាននឹងតិចក៏ដោយច្រើនក៏ដោយក្នុងសន្តានរបស់ខ្លួននឹងវាអត់មានទឹកចិត្តស្រឡាញ់គោរពរាប់អានមេត្តាបិតាដោយកាយវិចារចិត្តទេអានឹងមិនសូវជាមានមង្គលទេវាអាចបង្កើតទៅជាកម្មពីវេរាជារៀងរហូតចឹងទៅណាដូចជាព្រះថេរៈមោគលានទៀតព្រះមោគលានថេរៈជាអគ្គសាវកឆ្វេងរបស់ព្រះដ៏មានព្រះភិក្ខនៃយើងព្រះមោគលានថេរៈគឺលោកសន្សំបន្ទុំបារមីគឺកុសលកម្មនឹងអស់ប្រមាណជាមួយអសង្ខ័យនិង1សែនផែនដីណាគឺអស់កាលយូរណាស់មកហើយលោកបានជាអក្សសាវៈខាងស្ដាំកំពូលលើភិក្ខុទាំងឡាយផ្នែកខាងមានរិទ្ធច្រើនណាព្រះមោគលាននឹងលោកអាចដើម្បីលើកផែនដីដាក់ដោយបាតដៃម្ខាងហើយលោកមានរិទ្ធច្រើនទៀតណាមានរិទ្ធច្រើនណាស់បន្តអំពីព្រះសម្មាសម្ពុទ្ធមកគឺព្រះមោគលាននឹងហើយផ្នែកខាងមានរិទ្ធអានុភាពអាចហោះទៅឋានទេវតាចូលដល់បាតដីដល់ឋាននរកឋានប្រែតដល់ឋាននរកមានអវិជ័យនរកក្តៅកគុកយ៉ាងណាក៏ដោយព្រះមោគលានចូលទៅអាចធ្វើភ្លើងអវិជ័យនោះឲ្យត្រជាក់បានណាគឺថាលោកមានរិទ្ធច្រើនណាស់នឹងហើយលោកបាននាំរឿងផ្សេងទេវបុត្រទេពធីតាណាកើតក្នុងស្ថានសួគ៌ទេវលោកនឹងដោយកម្មណាដែលធ្វើអំពីមនុស្សនេះទៅព្រះមោគលានទៅសាកសួរឲ្យមកប្រាប់មនុស្សណាមកប្រាប់មនុស្សឲ្យមនុស្សទាំងឡាយខំប្រឹងធ្វើបុណ្យដូច្នេះព្រះពុទ្ធសាសនាមានការរុងរឿងចម្រើនដោយអាស្រ័យរិទ្ធរបស់ព្រះមោគលាននឹងសម្បើមសម័យកាលនោះ
បានលោកសំដែងថាពពួកអណ្ដេរថីណាពួកអណ្ដេរថីពួកអ្នកបួសស្រាទៀតណាពួកអាចារ្យនឹងចំណែននឹងព្រះពុទ្ធសាសនាចំណែនខ្លាំងតែម្ដងណាហើយក៏នាំគ្នាជជែកគ្នាពួកអាចារ្យ500នាក់ណាថាអ្នកទាំងឡាយលៀបសក្ការៈកើតឡើងក្នុងព្រះពុទ្ធសាសនាច្រើនណាស់តើព្រះពុទ្ធសាសនាមានហេតុអ្វីបច្ច័យអ្វីបានជានាំឲ្យលៀបសក្ការៈកើតច្រើនយ៉ាងនេះបានអាចារ្យខ្លះក៏ថាមិនដឹងទេមិនដឹងជាហេតុអីបានជាសម្បូរម្លឹងណាមួយមិនដឹងពីរមិនដឹងអញ្ចឹងទៅបានអាចារ្យម្នាក់នោះគេឆ្លើយថាខ្ញុំដឹងក្នុងសាសនារបស់ព្រះសមណគោតមនឹងមានសាវកមួយអង្គឈ្មោះព្រះមោគលានថេរៈព្រះមោគលានថេរៈនឹងមានឫទ្ធិច្រើនណាស់មានអានុភាពច្រើនណាស់លោកហោះទៅឋានសួគ៌ហើយឃើញនៅបញ្ញកម្មរបស់ទេវតាដែលបានផលយ៉ាងណាមកប្រាពពួកមនុស្សហើយលោកទៅឋានប្រែតទៅនរកហើយក៏លោកប្រាប់មនុស្សបានមនុស្សចុះចូលសាសនាក្នុងសាសនារបស់ព្រះសមណគោតមច្រើនហ្នឹងមកអំពីរឿងហ្នឹងដែលអាស្រ័យព្រះមោគលានហ្នឹងលោកហោះទៅលើផងទៅក្រោមផងណាហើយបានជាមានលៀបសក្ការៈក្នុងសាសនានៃព្រះសមណគោតមច្រើនអញ្ចឹងមកអំពីព្រះថេរៈមួយអង្គហ្នឹងបានមានអនេរថៃខ្លះដែលចំណែនខ្លាំងទៀតចំណែនក្នុងពុទ្ធសាសនាព្រោះកាលនោះសម្បូរណាស់មានសេដ្ឋីកហបតីឧបត្ថម្ភគាំទ្រភិក្ខុសង្ឃនឹងច្រើនហើយពួកអាចារ្យនឹងស្ទើរតែនឹងអត់មានអ្វីបរិភោគទៅហើយនៅចិត្តវត្តចេតពុននៅក្រុងសាវត្ថីអីនឹងដែរណាមិនជាឆ្ងាយអីទៀតណាម្ល៉េះហើយក៏ឃើញគេចូលវត្តអារាមកកៈអញ្ចឹងទៅវាមានតែសេចក្តីចំណែនរឿងសេចក្តីចំណែនហ្នឹងវាចេះតែកើតមានហើយដល់ឃើញអ្នកដតីមានលៀបមានយសជាងខ្លួនណាបានគេជំនុំគ្នាទៅគេគិតថាអញ្ចឹងយើងគិតធ្វើយ៉ាងម៉េចដើម្បីឲ្យអស់លៀបក្នុងសាសនាហ្នឹងក៏ជំនុំគ្នាទៅឃើញថាយើងគិតសម្លាប់ព្រះមោគលានចោលមកទុកឲ្យនៅរស់ហ្នឹងធ្វើឲ្យសាសនាព្រះសមណគោតមហ្នឹងរុងរឿងណាស់ឥឡូវយើងគិតសម្លាប់លោកចោលទៅហើយយើងមិនគួរទៅសម្លាប់ខ្លួនឯងទេគិតរជួលចោលទៅសម្លាប់ណាបានអន្តេរថៃហ្នឹងគេប្រម៉ែប្រមូលប្រកាសអំពីបរិស័ទរបស់គេនោះណាប្រម៉ែប្រមូលអញ្ចឹងមកបានច្រើនកហបណៈដែរទៀត1000កហបណៈជួលចោល500ទៀតជួលចោល500នាក់ទៅសម្លាប់ព្រះមោគលាននឹងហើយកាលនោះបានពពួកចោលហ្នឹងគេទទួលប្រាក់ហ្នឹងទៅមានមេចោលអីដែលដឹកនាំទៅរកព្រះថេរៈណាកាន់ដំបងពនងអីទៅដើម្បីសម្លាប់ព្រោះអាស្រ័យបានប្រាក់ច្រើនស៊ីឈ្នួលពពួកអណ្ដេរថៃនឹងដើរទៅរកព្រះថេរៈហើយព្រះថេរៈលោកកំពុងតែគង់នៅក្នុងរូងភ្នំឈ្មោះកាលសិលាគុហាណាហើយរូងភ្នំហ្នឹងវាអត់មានទ្វារខាងក្រោយអីទេវាមានតែទ្វារមុខណាហើយចាក់សោពលឹះទ្វារចិត្តទៀតបានកាលនោះពួកចោរពាន់ព្រះថេរៈជុំវិញអស់ព្រះថេរៈក៏បានជ្រាបថាពួកចោរមកពាត់លោកហើយក៏លោកនិមិត្តខ្លួនយ៉ាងតូចចេញតាមប្រហោងសោទៀតណាចេញតាមហោះទៅបាត់ទៅពួកចោរពាត់មួយថ្ងៃនឹងទៅមើលទៅអត់មានឃើញ
ប្រធេរៈអីទេក៏ចេះតែតាមលោកអញ្ចឹងទៅទៀតតាមលោកណាគឺលើកទី1ហ្នឹងប្រធេរៈចេញតាមប្រហោងសោដល់ទៅលើកទី2ទៀតលើកទី2គឺប្រធេរៈដឹងថាពួកចោរមានការពាន់ព័ទ្ធនៅកន្លែងរបស់លោកហើយក៏លោកហោះទៅលើតែម្ដងនឹងទម្លាយដំបូលខាងលើហោះទៅលើផុតទៅពួកចោរចេះតែតាមហើយអំណាចប្រធេរៈលោកមានកម្មពីវិរិយណាតាមដល់ថ្ងៃក្រោយមកទៀតណាចោរហ្នឹងក៏មានការដេញតាមប្រមោគលានលោកថាលោកគិតឃើញច្បាស់នៅអតីតកម្មរបស់លោកដោយលោកធ្លាប់សម្លាប់មេដាបៃតាទៀតណាក៏លោកមិនបានសម្ដែងរិទ្ធកិច្ចអំពីកម្មចាស់នឹងទេណាលោកឲ្យពួកចៅទាំងអស់ចាប់តែម្ដងណាចាប់ទៅចៅទាំងអស់គ្នាហ្នឹង500នាក់ម្នាក់មួយដំបងពីរដំបងអញ្ចឹងទៅលោកឡើងខ្ទេចឆ្អឹងអស់ណាវាយប្រមោគលានខ្ទេចឆ្អឹងទៀតថាឆ្អឹងដៃជើងខ្លួនឆ្អឹងជំនីឆ្អឹងកប្រកេះអីហ្នឹងគឺបាក់ជាកំណាត់តូចណាប៉ិនចុងកណាឆ្អឹងប្រមោគលានហ្នឹងបាក់ប៉ិនចុងកទៀតណាខ្ទេចទៀតពេលហ្នឹងហើយចៅហ្នឹងសម្គាល់ថាប្រមោគលានលោកអស់ជីវិតហើយក៏លើកសពរបស់លោកក៏វត្តលើកំពតព្រៃមួយទៅណាហើយប្រមោគលានកាលដែលពពួកចៅមានការសម្លាប់លោកអស់ជីវិតហើយមិនទាន់អស់ជីវិតទេគ្រាន់តែបាក់ឆ្អឹងអស់អញ្ចឹងទៅដឹងថាចៅនឹងទៅអស់ហើយក៏លោកសំដែងរិទ្ធបរិហានឹងប្រមូលគុំធាតអាការៈនឹងជាប់គ្នាវិញណាលោករៀបចំនឹងបរិនិព្វានដល់អាស្រ័យទុក្ខវេទនាដ៏សែនខ្លាំងពីព្រោះឆ្អឹងរបស់លោកបាក់ជាកំណាត់តូចមិនមានឆ្អឹងណាសល់ធំទេធំបំផុតហ្នឹងប៉ិនចុងអង្គទៀតបាក់ខ្ទេចហ្មងចោល500វាយហ្នឹងណាបានព្រះថេរៈលោកផ្គុំឡើងណាលោកថាមុននឹងបរិនិព្វានគួរណាស់តែទៅថ្វាយបង្គំលាព្រះសម្មាសម្ពុទ្ធជាម្ចាស់ជាមុនសិនក៏លោកផ្គុំឡើងវិញហើយលោកហោះតាមផ្លូវអាកាសទៅថ្វាយបង្គំព្រះសម្មាសម្ពុទ្ធដែលព្រះអង្គគង់នៅនីវត្តចេតពុនណាកាលនោះថ្វាយបង្គំព្រះអង្គហើយក៏ពោលថាបបិទ្ធព្រះអង្គដ៏ចម្រើនខ្ញុំព្រះអង្គនឹងបរិនិព្វានកាលនោះព្រះសម្មាសម្ពុទ្ធជាម្ចាស់នៃយើងព្រះអង្គមិនទ្រង់ហាមឃាត់ហើយក៏ព្រះអង្គមិនទ្រង់ត្រាស់ថាមនាលមោគលានអ្នកចូលបរិនិព្វានចុះក៏មិនពោលដែរហាមក៏មិនហាមហើយមានការបណ្ដោយឲ្យទៅបរិនិព្វានក៏មិនបណ្ដោយពីព្រោះបើសិនជាព្រះអង្គហាមថាមនាលមោគលានអ្នកជប់អាលបរិនិព្វានអីនឹងពួកអន្តេរដ្ឋីឬពួកមនុស្សខ្លះដែលមិនយល់ធម៌នឹងអាចចោទប្រកាន់ព្រះសម្មាសម្ពុទ្ធថាព្រះអង្គនឹងស្រឡាញ់ខណ្ឌណាស់ជាប់ជំពាក់នឹងខណ្ឌ5ណាស់មិនឲ្យព្រះមោគលានបរិនិព្វានទេនឹងហើយបើព្រះអង្គទ្រង់បណ្ដោយថាមនាលមោគលានអ្នកចូលបរិនិព្វានទៅអានឹងហាក់ដូចជាមិនស្រឡាញ់សាវកអានឹងខ្លាចពាក្យរបស់មនុស្សទាំងឡាយកុំឲ្យគ្នាតេះដៀលទៅមានបាបបានព្រះអង្គមិនមាននៅព្រះពុទ្ធដីកាអ្វីទាំងអស់គ្រាន់តែព្រះអង្គត្រាស់ថាមនាលមោគលានអ្នកនឹងបរិនិព្វានក្នុងទីណាបបិទ្ធព្រះអង្គដ៏ចម្រើនខ្ញុំព្រះអង្គនឹងបរិនិព្វាននៅឯកាលសិលាកន្លែងដែលចោលវាយលោកណាទៀតកាលសិលាគុហាហ្នឹងកាលនោះបានព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ត្រាស់នឹងព្រះមោគលានថាមនាលមោគលាន
បើដូច្នោះអ្នកចូលសម្ដែងនៅធម៌ដល់តថាគតពីព្រោះអ្នកហើយនឹងតថាគតលែងបានជួបគ្នាប្រាស្រ័យនឹងគ្នាតទៅទៀតហើយតាំងអំពីថ្ងៃនេះតទៅណាការបែកគ្នារវាងព្រះមោគលាននិងព្រះសម្មាសម្ពុទ្ធគឺមិនមានពេលជួបគ្នាទេដោយការជួបក្នុងសង្សារវដ្តកន្លងមកដោយបែកបាក់ដោយការមរណៈក៏ត្រូវតែជួបគ្នាក្នុងជាតិក្រោយដែរតែនេះគឺជាដំណើរទៅកាន់ព្រះនិព្វានមិនមានជាតិបន្តទៅទៀតឡើយដូច្នេះបានជាព្រះអង្គទ្រង់ត្រាស់ថាបន្តទៅគឺយើងមិនបានជួបប្រស្រ័យនឹងគ្នាតទៅទៀតទេដូច្នេះសូមអ្នកសម្ដែងធម៌ដល់តថាគតព្រះអង្គទ្រង់អនុញ្ញាតឲ្យសាវកសម្ដែងធម៌ព្រះពុទ្ធទាំងឡាយគឺមានព្រះហឫទ័យពេញចិត្តនឹងធម៌ណាស់សូម្បីព្រះអង្គជាស្ដេចនៃធម៌ក៏ដោយក៏ព្រះអង្គមានការស្ដាប់ព្រះធម៌ដែរទៀតហើយគោរពចំពោះព្រះធម៌ដែរកាលនោះបានព្រះមោគលានសម្ដែងធម៌ថ្វាយចំពោះព្រះសម្មាសម្ពុទ្ធនិងភិក្ខុទាំងឡាយណាគឺព្រះមោគលានបានថ្វាយបង្គំព្រះអង្គដោយយកនៅព្រះសីស័កដាក់លើព្រះបាទរបស់ព្រះអង្គថ្វាយបង្គំដោយសេចក្តីគោរពហើយក៏ហោះទៅលើកំពស់ដើមត្នោតនិងចុះអំពីអាកាសមកវិញក៏ថ្វាយបង្គំព្រះអង្គពោលថាបបិទ្ធព្រះអង្គដ៏ចម្រើនខ្ញុំព្រះអង្គគឺមោគលានណាសូមថ្វាយបង្គំព្រះអង្គហើយក៏ហោះទៅលើទៀតកំពស់ពីរដើមត្នោតណាហើយក៏ចុះថ្វាយបង្គំព្រះអង្គទៀតចុះឡើងយ៉ាងនេះមានទំនងដូចគ្នារហូតកំពស់7ជួរត្នោតទៀតខ្ពស់ណាស់ហោះហ្នឹងហើយចុះមកថ្វាយបង្គំទៀបបាតមូលរបស់ព្រះសម្មាសម្ពុទ្ធក៏ពោលថាបបិទ្ធព្រះអង្គដ៏ចម្រើនខ្ញុំព្រះអង្គឈ្មោះមោគលានហើយក៏សម្ដែងធម៌ដោយអាការៈផ្សេងដូចជាព្រះសារីបុត្រមុននឹងបរិនិព្វានហើយសម្ដែងធម៌ដល់ព្រះអង្គចឹងដែរគឺព្រះមោគលានសម្ដែងធម៌ដោយព្រះសារីបុត្រសម្ដែងធម៌ទៀបកាលដែលលោកបរិនិព្វានដែរទៀតគឺព្រះថេរៈលោកនិមិត្តខ្លួនលោកណាជាស្ដេចចក្រពត្តិសម្ដែងធម៌នឹងហើយព្រះថេរៈលោកនិមិត្តជាទន្លេជាសមុទ្រជាព្រះអាទិត្យជាព្រះច័ន្ទជាដួងតារាណាជាដើមឈើជាសកទេវរាជាមហាព្រហ្មហើយសម្ដែងធម៌ជួនកាលក៏លោកសម្ដែងធម៌ឲ្យឃើញតែកាយរបស់លោកពាក់កណ្ដាលទៅលើជួនកាលក៏លោកសម្ដែងធម៌ឲ្យឃើញតែកាយរបស់លោកពាក់កណ្ដាលមកក្រោមណាសម្ដែងធម៌មានប្រការផ្សេងណាថ្វាយចំពោះព្រះសម្មាសម្ពុទ្ធកាលដែលសម្ដែងធម៌ចប់ក៏លោកទៅបរិនិព្វាននៅឯកាលសិលាហើយលោកបរិនិព្វានទៀតព្រះមោគលានថេរៈមិនបានបរិនិព្វានដូចជាព្រះថេរៈដទៃទេគឺលោកបរិនិព្វានហោះទៅលើអាកាសនឹងហើយក៏អធិដ្ឋានឲ្យតេជោធាតុរំលាយនៅសពរបស់លោកតែម្ដងមិនចាំបាច់មានមនុស្សបូជាដោយភ្លើងយ៉ាងណានោះឡើយហើយក៏អតិធាតុរបស់លោកចែកជាពីរចំណែកនឹងគ្រាន់តែលោកចូលកាន់ចតុតឈានចេញអំពីចតុតឈានហើយក៏បរិនិព្វានធាតុរបស់លោកនឹងត្រូវតេជោធាតុដែលកើតអំពីកម្លាំងអធិដ្ឋានរបស់លោកឆេះអស់សល់តែឆ្អឹងហើយក៏បែងនៅអតិធាតុនឹងជាពីរចំណែកមួយផ្នែកទៅខាងញាតិរបស់មាតាមួយផ្នែកទៀតទៅខាងញាតិរបស់បិតារបស់លោកទៀតណាក៏លោកបរិនិព្វានទៅបានផុតចាកនៅសេចក្តីទុក្ខទាំងពួងបានភិក្ខុទាំងឡាយលោកសន្ទនាគ្នាទៀតសន្ទនាគ្នាថាមនាលអាវុសោទាំងឡាយ
លោកម្ចាស់មកលៀនមិនសមគួរនឹងប្រេណពៀនដោយចៅវាយដូចនេះទេបានព្រះសម្មាសម្ពុទ្ធមកសាកសួរភិក្ខុទាំងឡាយហើយភិក្ខុទាំងឡាយក៏ទូលដំណើរនឹងថាលោកម្ចាស់មកលៀនមិនគួរនឹងអស់ជីវិតដោយចៅវាយបែបនេះទេណាបានព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ត្រាស់សម្ដែងថាមនាលភិក្ខុទាំងឡាយក្នុងជាតិនេះគឺមកលៀនមិនសមគួរទទួលនៅកម្មបែបនឹងមែនប៉ុន្តែកម្មរបស់មកលៀនដែលធ្វើក្នុងអតីតជាតិគឺសមគួរនឹងអំពើបែបនោះហើយណាគឺសមគួរនឹងចៅវាយអញ្ចឹងទៀតបានព្រះសម្មាសម្ពុទ្ធជាម្ចាស់នៃយើងព្រះអង្គទ្រង់ត្រាស់សម្ដែងនៅអតីតនិទានដល់ភិក្ខុទាំងឡាយដែលព្រះមកលៀននឹងគឺធ្លាប់សម្លាប់មេត្តាបិតាទៀតណានឹងគឺញាតិញោមទាំងអស់គ្នាស្ដាប់អញ្ចឹងទៅក៏ឃើញនៅប្រស័យជីវិតរបស់យើងនឹងគឺកើតឡើងដោយអាស្រ័យហេតុជាអ្នកតបតែងណារឿងរ៉ាវក្នុងជីវិតណាទាំងអស់ទៀតគឺកើតឡើងមកអំពីការសន្សំរបស់យើងមិនមែនអ្នកណាដទៃក្រៅអំពីយើងនោះទេណាហើយញាតិញោមទាំងអស់គ្នាក៏អាចដើម្បីស្រួលជ្រាបហើយសំបីការឈឺថ្កាត់របស់យើងមានលៀបមិនមានលៀបមានយុះមិនមានយុះសុខទុក្ខសរសើរនិន្ទាអីហ្នឹងអាហ្នឹងកើតឡើងដោយកម្លាំងកម្មរបស់យើងតែម្ដងត្រូវជ្រាបដឹងច្បាស់អញ្ចឹងអ្នកដទៃណាដែលបៀតបៀនយើងឲ្យយើងទុក្ខលំបាកអាហ្នឹងមកអំពីកម្មរបស់យើងធ្លាប់សាងអញ្ចឹងណាដោយព្រះថេរៈមកលៀនអញ្ចឹងណាទៀតដែលមានការធ្លាប់ធ្វើកម្មអាក្រក់បានជាទទួលនៅអកុសលវិបាកយ៉ាងទុក្ខដែលមិនគួរនឹងថាទទួលកម្មបែបហ្នឹងដែលលោកជាព្រះអរហន្តហើយណាទៀតមិនគួរតែកម្មហ្នឹងវាត្រូវតែគួរណាហើយលោកសម្ដែងថាកាលដែលព្រះមកលៀននឹងលោកបរិនិព្វានដោយអំណាចចោលវាយឲ្យលោកមានការបាក់ឆ្អឹងឆ្អែងអស់អញ្ចឹងទៅណាចៅហ្នឹងក៏មិនរួចខ្លួនដែរអនន្តរិយកម្មណាទៀតពួកអាចារ្យ500នាក់ជំនុំគ្នាសម្លាប់ព្រះមកលៀនហ្នឹងអនន្តរិយកម្មដែរហើយចៅ500ហ្នឹងអនន្តរិយកម្មដែរស៊ីឈ្នួលវាយព្រះថេរៈដោយប្រាក់ប្រមាណជា100,000កហាបណៈហ្នឹងគឺអនន្តរិយកម្ម1000នាក់ច្រើនណាស់ទៀតណាទទួលអនន្តរិយកម្មហើយនឹងកាលនោះពពួកចៅហ្នឹងវាយប្រមោកលៀនហើយក៏ដំណឹងនឹងលេចលឺដល់ព្រះបាទអជាសតុក្នុងក្រុងរាជក្រឹសព្រះបាទអជាសតុនឹងឲ្យពពួករាជអាមាត្យនឹងតាមចាប់ចៅនឹងអ្នកណាអ្នកសម្រាប់ព្រះមកលៀនណានឹងចាប់មកផ្ដន់ទាទោសបានតាមរអញ្ចឹងទៅពពួកចៅ500ហ្នឹងវាបានប្រាក់ហ្នឹងទៅស៊ីផឹកនៅឯទៀមស្រាយនោះនឹងស៊ីផឹកសប្បាយរីករាយហើយចៅទាំងអស់គ្នាហ្នឹងវាផឹកហើយសិតតែជាបុគ្គលពីលក៏ផឹកហើយសប្បាយយកដៃទះខ្នងគ្នាខ្លាំងទៀតនឹងចៅមួយនោះទះខ្នងចៅមួយវាភ្ញាក់ខ្លាំងហើយក៏កើតការឆ្លុះគ្នានឹងវាយឈឺវាយគ្នាឯងឈឺពេកទៀតកើតការឆ្លុះគ្នាក៏និយាយថាយើងណាអ្នកវាយប្រមោកលៀនមានតែយើងឯងខ្លាំងវាយប្រមោកលៀនហើយម្នាក់ទៀតគេអួតថាយើងណាអ្នកវាយប្រមោកលៀនឲ្យបាក់ឆ្អឹងហើយនិយាយអញ្ចឹងទៅឆ្លុះគ្នាសិតអ្នកបកាយទាំងអស់កុំតែបានយើងកុំអីប្រមោកលៀនមិនស្លាប់ទេម្នាក់ទៀតថាអញ្ចឹងដែរឆ្លោះគ្នាពេលដឹងទៅទទួលរាជបរោះកំពុងតែតាមចាប់ចោលក៏ចាប់បានទាំងអស់ទៅទៀតទាំង500ហ្នឹង
សូមអនុមោទនាស្រាប់នៅព្រះធម៌ជាបន្តទៀតណាសព្វទានាងធម្មទានាងជានិតេធម្មទានឈ្នះអស់ទានទាំងពួងសូមអនុមោទនា